នាវាអ៊ីរ៉ង់ជាង150គ្រឿងនឹងគោលដៅទីតាំងចំនួន12300កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ត្រូវបានកំទេចបញ្ជាការដ្ឋានកណ្ដាលសែនខំបានរាយការណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៅសមត្ថភាពជើងទឹករបស់ទីក្រុងតេហេរ៉ង់ដោយចាប់ផ្ដើមពីផ្ទុះសង្គ្រាមឡើងកាលពីថ្ងៃទី28កុម្ភៈកងកម្លាំងអាមេរិកបានកំទេចឬបង្កការខូចខាតដល់នាវាលើសពី155គ្រឿងនៅក្នុងទឹកដីអ៊ីរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់អាណាដូលូកាលពីថ្ងៃទី1ខែមេសាឆ្នាំ2026ការវាយប្រហារតាមសមុទ្រនេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការយោធាដ៏ធំទូលាយរបស់អាមេរិកតែប៉ុណ្ណោះរហូតមកទល់នឹងពេលនេះគោលដៅសរុបជាង12300កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ត្រូវបានកងទ័ពអាកាសនិងកងទ័ពជើងទឹកអាមេរិកបាញ់កំទេចដើម្បីសម្រេចកិច្ចការនេះសហរដ្ឋអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យាយោធាទំនើបចម្រុះគ្នារាប់ចាប់តាំងពីយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សយន្តហោះចម្បាំងរហូតដល់ប្រព័ន្ធការពារនិងប្រព័ន្ធវាយលុកទាំងនៅលើទឹកនិងនៅលើគោកដើម្បីធានាថាអាចកម្ចាត់រាល់ការគំរាមកំហែងពីសំណាក់កងទ័ពអ៊ីរ៉ង់បានយ៉ាងមានប្រសិទ្ធភាព